ពេលដែលកាប់អូចឹងនឹកឃើញដល់រឿងមួយកាលពីខ្ញុំនៅក្មេងអាយុប្រហែលជា9-10ឆ្នាំតាមមើលទៅអ្នកលក់ដូងហ្នឹងបងប្អូនអ្នកគ្នាគាត់កាប់ដូងឲ្យអតិថិជនណាប៉ុន្តែគាត់មិនកាប់ត្រូវដូងទេគាត់កាប់ត្រូវដៃមេដៃរបស់គាត់ធំគល់មេដៃហ្នឹងគឺដាច់ប៉ាត់ហ្មងហើយទស្សនភាពហ្នឹងខ្ញុំឃើញហើយគឺខ្ញុំចាំដោយសារតែខ្ញុំឃើញនៅមុខខ្ញុំហ្មងពេលនោះខ្ញុំចាំបានថាខ្ញុំទៅខែចូលឆ្នាំណាខែចូលឆ្នាំខ្ញុំក៏ទៅលេងសុកម្ដាយខ្ញុំនៅខាងខេត្តកណ្ដាលហ្នឹងហើយអ្នកលក់ហ្នឹងគាត់នៅទូមុខផ្ទះខ្ញុំទេហើយខ្ញុំទៅប្រហែលជាជិតមួយអាទិត្យខ្ញុំទៅជួបអ្នកលក់ហ្នឹងគាត់លក់ដូងណាគាត់លក់ដូងនៅមុខផ្ទះខ្ញុំហ្នឹងហើយមានភ្ញៀវទិញច្រើនមែនតើដោយសារដូងគាត់ដូងដើមខ្លួនឯងណាហើយអ្នកដំណើរគឺជីមកអញ្ចឹងទៅគេក៏ឈប់ទិញអញ្ចឹងគាត់ក៏លក់ដូចសមមួយដងធម្មតាអញ្ចឹងហើយខ្ញុំទៅទិញរហូតហើយដោយសារតែអ៊ំរបស់ខ្ញុំគឺគាត់ពេលហ្នឹងគាត់លក់បាយគាត់លក់បាយទៅពេលគាត់លក់បាយអញ្ចឹងទៅវាត្រូវការគ្រឿងផ្សំអីនេះនោះចុះឡើងអញ្ចឹងទៅខ្ញុំគឺជាអ្នករត់ការដើម្បីទៅទិញរបស់ទាំងអស់ហ្នឹងមកថ្ងៃមួយខ្ញុំទៅទិញដោយសមមួយដងអញ្ចឹងហើយអ្នកដែលលក់ដូងហ្នឹងពូដែលលក់ដូងហ្នឹងដោយសារតែគាត់លក់ចាប់ហួយច្រើនអញ្ចឹងមានគេជិះម៉ូតូមកគេឈប់ចាក់សាំងពេលដែលគេឈប់ចាក់សាំងហ្នឹងគាត់ក៏ទៅចាក់សាំងឲ្យគេហើយពេលដែលគាត់ទៅចាក់សាំងឲ្យគេហ្នឹងក្នុងកំឡុងពេលហ្នឹងមានភ្ញៀវច្រើនមកទៀតគេមកទិញដូងហើយនៅពេលដែលគេមកទិញដូងអញ្ចឹងគាត់ក៏សេកឲ្យប្រពន្ធគាត់មកកាប់ដូងលក់ឲ្យគេអញ្ចឹងណាប៉ុន្តែដោយសារតែប្រពន្ធរបស់គាត់ហ្នឹងរវល់លក់មកហូបឲ្យគេផ្សេងដែរអញ្ចឹងអត់មានអ្នកកាប់ដូងឲ្យទេមានតែកូនស្រីរបស់គាត់ហើយកូនស្រីរបស់គាត់តាមខ្ញុំចាំពេលហ្នឹងអាយុប្រហែលជាតាណាខ្ញុំដែរហ្នឹងប្រហែលជា10ឆ្នាំ11ឆ្នាំអីហ្នឹងតាមមើលទៅហើយគាត់អត់សូវជាចេះកាប់ដូងប្រហែលទេប៉ុន្តែគាត់ចេះកាប់អីចឹងណាគាត់ថាគាត់មិនជំនាញទេហើយពេលដែលប៉ារបស់គាត់ហ្នឹងស្រែកឲ្យលក់ដូងឲ្យគេចឹងទៅគាត់ក៏ដោយសារតែឃើញម្ដាយរបស់គាត់រវល់ចឹងគាត់ក៏ទាញកបិតកាប់សាច់ជ្រូកបងប្អូនប្រហែលស្គាល់ហើយកបិតហ្នឹងវារៀងខែហ៎ហើយអាហ្នឹងមុតខ្លាំងមែនតើអាហ្នឹងដាក់ប៉ាំងដាក់ដាច់ដៃហ្មងអញ្ចឹងគាត់ក៏ទាញកបិតហ្នឹងមកគាត់ពេលដែលគាត់ទាញកបិតហ្នឹងមកគាត់ស្ទុះទៅយកដូងកាប់ឲ្យគេហើយពេលហ្នឹងតាមខ្ញុំចាំគេទិញ2ផ្លែហើយខ្ញុំនៅឈរកន្លែងហ្នឹងដើម្បីឈរចាំយកអីវ៉ាន់ដែលបងរបស់គាត់កំពុងតែរៀបចំទុកដាក់ឲ្យនិយាយទៅគ្រួសារគាត់ 4-5 នាក់ហ្នឹងគឺរវល់លក់ទាំងអស់ព្រោះតែគាត់លក់យ៉ាងធំណាអញ្ចឹងក៏ខ្ញុំនៅឈរនៅហ្នឹងហើយឈរមើលគាត់ហើយខ្ញុំអត់បានចាំឈ្មោះគាត់ទេប៉ុន្តែខ្ញុំទៅលេងស្រុក 3-4 ថ្ងៃហ្នឹងក៏យើងបានលេងមួយគ្នាអញ្ចឹងទៅក៏យើងស្គាល់ដែរអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់ទាញកវ៉ាត់ចេញមកគាត់សំដៅទៅកាប់ដូងឲ្យអ្នកដែលទិញហ្នឹងប៉ាគាត់ក៏បានសេប្រាប់គាត់បន្ថែមថាកូនឯងកាប់ប្រយ័ត្នត្រូវដៃកាប់តិចបានហើយកាប់បានប៉ុណ្ណាយកប៉ុណ្ណឹងទៅចាំប៉ារួចដៃប៉ាទៅកាប់ឲ្យគេហើយគាត់ក៏ឆ្លើយថាចាអត់អីទេប៉ាអញ្ចឹងណាមានណាបងប្អូនទាំងអស់គ្នាគាត់ពេលដែលគាត់ទាញដូងហ្នឹងគាត់ទាញដូងហ្នឹងកាប់ឲ្យគេគាត់កាប់មកកវ៉ាត់ទៅវាអត់អីទេប៉ុន្តែកវ៉ាត់ទី2របស់គាត់ខ្ញុំឃើញច្បាស់ចាស់ព្រោះខ្ញុំឈរនៅនឹងប្រហែលជា2ម៉ែត្រពីគាត់មេដៃរបស់គាត់ហ្នឹងគឺគាត់ដាក់មកផ្នែកក្បាលនៃកន្លែងដែលត្រូវកាប់ហ្នឹងណាហើយគេជិះម៉ូតូកាត់ពេលហ្នឹងគេលេងទឹកគេប៉ាត់ម្សៅអញ្ចឹងណាហើយគាត់អាឡ័យតែញឹមមើលគេអញ្ចឹងទៅចេះតែគាត់កាប់បក់ទៅបងប្អូនដូងក៏ត្រូវដៃរបស់គាត់ហ្នឹងក៏ត្រូវដែរប៉ុន្តែអីដែលសំខាន់ដៃរបស់គាត់ធ្វើអាគុលមេដៃហ្នឹងណាគឺដាច់ប៉ាត់ទៅហ្មងហើយគ្រាន់តែកាត់ដាច់ប៉ាប់បងប្អូនអើយសលេងដូចកឈួយអញ្ចឹងគឺសេកយកហ្មងបោះកបិតចោលសេកយកហើយបងប្អូនដឹងហើយថ្ងៃកំពុងតែក្តៅខែចូលឆ្នាំអញ្ចឹងឈាមរបស់យើងវារៀងខាប់វារៀងរាវអញ្ចឹងគឺឈាមច្រើនមែនតើហើយគាត់យំសេកខ្លាំងមែនតើហើយដល់ពេលឃើញទស្សនវិជ្ជាបែបហ្នឹងទាំងម្ដាយទាំងបងទាំងប៉ារបស់គាត់នាំគ្នារត់មកមើលហើយដៃរបស់គាត់ហ្នឹងឈូសទៅបាត់ហើយនិយាយទៅខ្ញុំចាំដល់ឥឡូវបងប្អូនអញ្ចឹងបានថាពេលខ្ញុំកំពុងតែកាប់ពុះអូសខ្លួនឯងនេះគាត់ឲ្យខ្ញុំចាប់ទាញបថៅមកខ្ញុំនឹកឃើញអាតៃតការឿងដែលធ្លាប់កាត់ឡើងទៅលើក្មេងស្រីម្នាក់ហ្នឹងបើគិតពីអាយុទៅប្រហែលជាឥឡូវហ្នឹងគាត់អាយុចូលខ្ទង់20តាណាខ្ញុំអីហ្នឹងហើយកាលពី3-4 ឆ្នាំមុនខ្ញុំធ្លាប់បានទៅលេងស្រុកហ្នឹងគឺខ្ញុំបានជួបគាត់ដែរខ្ញុំបានជួបគាត់ប៉ុន្តែខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេគ្រាន់តែថាគាត់ជាអ្នកលក់នៅមុខចឹងទៅយើងស្គាល់គ្នាចឹងណាហើយដៃរបស់គាត់ហ្នឹងគឺនៅមានស្នាមដាច់តឥឡូវហ្នឹងកាលហ្នឹងវាស្ដែងណាបងប្អូនស្ដែងមែនតើ
dương nó cho nó nắng hay lên đập băng tới đánh ball mà đánh nó cứ chủ tơ nằng đầy khơi top này chủ tơ nằng đầy mà ai xong bây đại dương luôn ấy nắng có slot có phát pay đầy ai nhóm pe để mò té với cứ nhom nhò xài hay nhom hẹp ôm nhom pi prata lại cả lại nữa nè chẳng hai bên cha cái hàm dương pe để dương cặp được có dươngการกบฏการไอ้ระบบตอนั่งเวียนหมดสวยจังเอายืงประหยัดในแมนเทนโดยยมกับปงอาปูโอปัจจุบันนั่งจังก็ยมประหยัดด้วยគ្នាได้ไอ้ยมก็ทลบมีบริษัทខ្លួនไอ้ได้กับพลอตเถอtrườngเถอไอ้จังนะโดยเนี่ยเราគ្នាឃើញអូយើងកាប់ទៅជួនកាលអាផ្លែបថៅនឹងវាលោតមករកជើងយើងពេលដែលវាត្រូវអូនឹងហើយវាផ្លាតលោតចេញវាអាចត្រូវជើងត្រូវដៃយើងដែរអញ្ចឹងយើងត្រូវប្រយ័ត្នទាំងអស់គ្នា